นี่คือ accessory ដែលខ្ញុំយកទៅធ្វើការប្រចាំថ្ងៃទីមួយយើងមាន laptop មួយសម្រាប់ធ្វើការធម្មតាយើងគឺជា software developer ទៅអត់បើសិនជាអត់មាន laptop ទេធ្វើការមិនកើតទេចេះយើងត្រូវតែមាន laptop ហើយទី2យើងធ្វើការ8ម៉ោងអញ្ចឹងឆ្នាំសាគឺត្រូវតែមាន laptop Windows អត់មានកាន់ដល់8ម៉ោងទេទៅលើការងារធ្ងន់អញ្ចឹងឆ្នាំសាគឺយើងត្រូវតែមានអញ្ចឹងយើងមានពីរនេះអញ្ចឹងទី3តើតើនឹងខាងសារ iPhone ដោយសារតែខ្ញុំប្រើ iPhone 11អញ្ចឹងប្រើដូច Lightning ដូច្នេះហើយខ្ញុំត្រូវតែមាន Lightning cable មួយបន្តមកទៀតខ្ញុំមាន mouse ខ្ញុំនឹងដកវាចេញពី laptop របស់ខ្ញុំអញ្ចឹង mouse នេះគឺខ្ញុំយកតាមចំណិចបើទោះបីជាខ្ញុំទៅលេងខេត្តពេលខ្លះគឺខ្ញុំយកតាមដែរប៉ុន្តែបើសិនខ្ញុំយក tablet ទៅខ្ញុំខ្ជិលយក mouse ក៏បានដែរហើយទូរស័ព្ទនេះគឺទូរស័ព្ទប្រើប្រាស់ប្រចាំថ្ងៃទាំង bank account ទាំងអីក្នុងនោះទាំងអស់អញ្ចឹងគឺត្រូវតែយកទៅតាមបើយកតាមទេដែលអំបិលហើយ case នេះពេលខ្លះយកទៅពេលខ្លះអត់ដោយសារតែយើងប្រើ iPhone 11មាន case 2អញ្ចឹងមាន case នេះមួយហើយ case មួយទៀតមួយចំណែកឯ Sony Xperia នេះគឺប្រើសម្រាប់ debug app ទៅលើ Android app អញ្ចឹងគឺយកតាមហើយតើតោនាឡិកាខ្ញុំប្រើ Honor នេះអញ្ចឹងតើតោនាឡិកា Honor នេះគឺខ្ញុំយកតាមដែរខ្ញុំពាក់ជាប្រចាំថ្ងៃមក track ជំហាន track ខ្ញុំអង្គុយយូរពេកអីចឹងទៅហើយរបស់មួយចំនួនទៀតក៏យើងយកទៅតាមដែរដូចជាឆ្នាំងសាក Samsung នេះមួយ20 W ទុកសាកSony មិញហ្នឹងហើយនឹង Pixel មួយទៀតក៏ខ្ញុំយកតាមចំណិចគឺដោយសារតែខ្ញុំធ្វើការមាន online meeting ច្រើនអញ្ចឹងខ្ញុំមានកាស Type C នេះគឺយកតាមរហូតចាដូច្នេះហើយអ្នកនាងមើលទៅវាមិនទុតតិចអីប្រហែលទេបើសិនមើលចេះទៅឃើញថាវ៉ាវស្ញេះអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ